ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ដើមម្យ៉ាងនេះពុកម៉ែបងប្អូនណាគឺដើមគេហៅដើមកន្តាំងហែបើនៅស្រុកខ្លះគេហៅដើមកន្ទ្រាំងហែពុកម៉ែបងប្អូនហៅទៅតាមតំបន់អញ្ចឹងណាអញ្ចឹងដើមកន្តាំងហែនេះពុកម៉ែបងប្អូនគឺវាណាដុះនៅតាមមាត់បឹងមាត់ទន្លេឬក៏មាត់ព្រែកអីអញ្ចឹងពុកម៉ែបងប្អូនហើយសម្រាប់ដើមកន្តាំងហែនេះពុកម៉ែបងប្អូនគឺគេអាចយកទៅប្រើប្រាស់ណាធ្វើជាឱសថឬក៏ព្យាបាលជំងឺណាបញ្ចុះឈាមឬក៏គ្រុនក្តៅណាពុកម៉ែបងប្អូនហើយរកស៊ីធ្មេញគេបុកយកទៅខ្ពុលមាត់ខ្ពុលអីហ្នឹងណាពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនយកទៅប្រើប្រាស់ពុកម៉ែបងប្អូនស៊ូចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិរបស់ពុកម៉ែបងប្អូនក្រែងការប្រើប្រាស់ទៅវាអាចណាប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនអញ្ចឹងដើមកន្ទ្រាំងហែនេះពុកម៉ែបងប្អូនគឺដើមវាណាវាស្លូតដូចដើមស្មៅបាទវាជារុក្ខជាតិស្មៅតាមពិតទៅណាពុកម៉ែបងប្អូនហើយគេអាច ខ្ញុំគិតថាវាអាចហូបបានហើយរសជាតិរបស់វាពុកម៉ែបងប្អូនល្វីងតិចតិចលាយជាត់ពុកម៉ែបងប្អូនណាដើមរបស់វាល្វីងតិចតិចលាយជាត់ហើយបងប្អូនភេទច្រើននៅតាមបឹងគឺដើមនេះនៅពេលដែលវាងាប់ទៅបងប្អូនចុះទឹកកន្លែងណាល្មោះកន្លែងហ្នឹងប៉ុន្តែយើងអាចយកទៅធ្វើជាឱសថបានប៉ុន្តែមុននឹងប្រើប្រាស់ពុកម៉ែបងប្អូនត្រូវតែពិភាក្សាជាមួយនឹងចាស់ព្រឹទ្ធាចារ្យឬក៏ពិភាក្សាជាមួយអ្នកដែលមានជំនាញហ្នឹងបងប្អូនណាដើម្បីខ្លាចប្រើប្រាស់ទៅអាចប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនហើយខ្ញុំញ៉ាំដើមវាទៅជាប់ល្វីងតិចតិចបងប្អូនណាបាទអាចញ៉ាំបានវាអត់អីទេប៉ុន្តែបើសិនបងប្អូនចង់ញ៉ាំដូចខ្ញុំអីផ្សេងពុកម៉ែបងប្អូនត្រូវស៊ូចាស់ព្រឹទ្ធាចារ្យដែលគាត់មានបទពិសោធន៍ខ្ញុំដើរភ្លុកទេផ្ដាស់ដូចខ្ញុំណាលក់ទៅខ្លាចមានបញ្ហាហើយសម្រាប់កន្ទាំងហែនៅទីនេះគឺច្រើនបងប្អូនណាច្រើនហើយវាងាយស្រួលយករត់ទេហើយជួររបស់វាមានជួរវាថ្លាទេពេលយើងក្តិចនេះវាទៅណាពេលយើងក្តិចបកស្លឹកវាទៅវាមានជួរយឺតចេះណាបាទគាត់ថាទាំងដើមទាំងស្លឹកហើយជាអាចប្រើប្រាស់ជាឱសថបានណាស្លឹករបស់វាឡាយបងប្អូនណាហើយល្វីងតិចដូចគ្នាតែវារៀងដូចថាឡាយបាទឡាយជាប់មាត់អញ្ចឹងប៉ុន្តែរសជាតិរបស់វាមានតែពីរទេសាបចត់ហើយនឹងល្វីងតិចបងប្អូនណាបាទអញ្ចឹងជាមួយខ្ញុំថតដើមវាជូនពុកម៉ែបងប្អូនទស្សនាតែខ្លាចពុកម៉ែបងប្អូនខ្លះណាគាត់ច្រឡំអញ្ចឹងពុកម៉ែបងប្អូននេះជាដើមកន្ទ្រាំងហែឬក៏កន្តាំងហែពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូននេះគឺជាស្លឹករបស់វាពេលដែលយើងបកទៅណាគឺវាមានជួរស្អិតហើយវារោមណារោមច្រើនមែនតើពុកម៉ែបងប្អូនហើយដូចខ្ញុំជម្រាបខាងលើអញ្ចឹងគេអាចយកទៅព្យាបាលជំងឺក្អកឬក៏បញ្ចុះឈាមណាបងប្អូនហើយឬក៏ជំងឺរាក់ជើងធ្មេញជំងឺតាមជើងធ្មេញរាក់ស៊ីធ្មេញហ្នឹងណាគេអាចបុកទុកខ្ពុលមាត់ខ្ពុលអីពេលព្រឹកឡើងពីគេងឡើងពីអីបងប្អូនហើយច្រើនមែនទេបងប្អូនងាយស្រួលក្នុងការរកបាទបងប្អូនហើយដើមរបស់វាបងប្អូនឃើញទេបាទដុះវែងតាមមាត់បឹងតាមមាត់ព្រែកអញ្ចឹងណាបាទតាមមាត់បឹងតាមមាត់ព្រែកហើយងាយស្រួលក្នុងការរកណាបងប្អូនណាគឺសម្បូរមែនតើទៅដល់នោះណាបងប្អូនគឺសម្បូរសតែកន្ទ្រាំងកន្តាំងហែបាទកន្តាំងហែឬក៏កន្ទ្រាំងហែទៅតាមតំបន់ដែលគេហៅណាបាទហើយពុកម៉ែបងប្អូនគឺប្រើប្រាស់ទៅគឺវាមិនដឹងថាបកកែស័ក្តិសិទ្ធិដល់ថ្នាក់ណាទេប៉ុន្តែបើសិនជានៅតាមសភៅដែលខ្ញុំធ្លាប់មើលឬក៏ចាស់បាននិយាយថាបានប្រាប់ថាតើតើនឹងដើមនេះអាចព្យាបាលជំងឺបាទផ្សេងដូចខ្ញុំជម្រាបខាងលើអញ្ចឹងប៉ុន្តែមុននឹងប្រើប្រាស់ពុកម៉ែបងប្អូនស៊ូចាស់ព្រឹទ្ធាចារ្យនៅក្នុងណាភូមិរបស់ពុកម៉ែបងប្អូនឬក៏ចាស់ព្រឹទ្ធាចារ្យដែលគាត់មានជំនាញខាងផ្នែកឱសថបុរាណណាដែលគាត់ថាអាចប្រើប្រាស់បានចាំប្រើប្រាស់ព្រោះការចែករំលែករបស់ខ្ញុំគ្រាន់តែខ្ញុំប្រាប់ពុកម៉ែបងប្អូនឲ្យដឹងគោលទេណាឲ្យដឹងគោលទេលោកពុកម៉ែបងប្អូនប្រើប្រាស់មានបញ្ហាទៅបន្ទោសកណ្ដៀង TV
បាទធ្វើឲ្យកណ្ដៀង TV ហ្នឹងមានបញ្ហាដែរណាចឹងមកមុននឹងប្រើប្រាស់ពុកម៉ែបងប្អូនត្រូវតែស៊ូចាស់ព្រឹទ្ធាចារ្យដែលគាត់ធ្លាប់យកទៅប្រើប្រាស់យកទៅហូបបានម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនសាកល្បងអីណាពុកម៉ែបងប្អូនត្រូវតែស៊ូអ្នកជំនាញឲ្យបានច្បាស់មែនទែនចំពោះដើមកន្តាំងហែនេះនៅពេលដែលវានៅខ្ចីចេះគេអាចថាយកធ្វើថ្នាំបាទប៉ុន្តែបើសិនជាវាចាស់ទៅវាងាប់ពេញទឹកពេញអីអញ្ចឹងណាពុកម៉ែបងប្អូនកុំចុះទឹកហ្នឹងវារមាស់ហ่ะបាទរមាស់ហ่ะបាទតែខ្ញុំញ៉ាំវិញហ្នឹងគឺវាអត់អីទេពុកម៉ែបងប្អូនណាគឺវាអត់អីទេខ្ញុំអាចហូបទៅលេបចូលក្នុងពោះទៅក៏វាអត់ជាបញ្ហាដែរបាទអញ្ចឹងពុកម៉ែបងប្អូនកណ្ដៀង TV ថ្ងៃនេះមានតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនចង់បានវីដេអូថ្មីៗក្នុងការចែករំលែករបស់ខ្ញុំពុកម៉ែបងប្អូនអាចចុច follow page ឬក៏ share like នឹងទទួលបានវីដេអូថ្មីៗពីកណ្ដៀង TV អញ្ចឹងថ្ងៃនេះពុកម៉ែបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា